បងតែសួរខ្ញុំថាតើខ្ញុំតែងតែធ្វើកូនពី IVF ហ្នឹងមិនតែឥឡូវខ្ញុំចង់បង្ហាញនេះពីរនាក់នេះគឺជាកូនភ្លោះហើយគាត់ហ្នឹងគឺជាកូនដែលធ្វើពី IVF ហើយចំណែកម្នាក់ស្រីមួយនេះហ្នឹងក៏ជាកូនភ្លោះដែរហើយកូនរបស់ខ្ញុំទាំង3ហ្នឹងគឺខ្ញុំធ្វើ IVF ទាំងអស់ឥឡូវជាក់ស្ដែង IVF ខ្ញុំធ្វើរហូតដល់ទៅ2លើកទី1ខ្ញុំធ្វើនៅម៉ាឡេអាហ្នឹងគឺជាការពេល13ឆ្នាំមុនហើយការពេល13ឆ្នាំមុនហ្នឹងបច្ចេកវិទ្យាគឺអត់ទាន់ទំនើបដល់ឥឡូវទេពេលខ្ញុំធ្វើ IVF ហ្នឹងខ្ញុំនិយាយប្រាប់គេអ្នកណាក៏គេតែងតែឆ្ងល់ហើយគេសើចខ្ញុំគ្រប់គ្នាអញ្ចឹងណាប៉ុន្តែតបពីខ្ញុំបានឆ្លងកាត់ទៅសិក្សានៅខាងមន្ទីរពេទ្យនៅខាងម៉ាឡេមកធ្វើខ្ញុំយល់ថាការដែលយើងមានលទ្ធភាពធ្វើកូន IVF ហ្នឹងកំណត់គេហៅបកកំណើតាមបែបបច្ចេកវិទ្យាហ្នឹងគឺជួយឲ្យកូនយើងទី1គឺគាត់ក្រូម៉ូសូមល្អទី2តាក់ទងនឹងជំងឺផ្សេងដំណពូជហ្នឹងគឺកាត់បន្ថយបានច្រើនហើយសំខាន់បំផុតហ្នឹងគឺ IQ របស់ពួកគាត់ហ្នឹងខ្ពស់ដោយសារនៅពេលដែលយើងបកកំណើតកូនតាមលក្ខណៈ IVF ហ្នឹងកូនទាំងអស់ហ្នឹងពេលដែលយើងរើសភេទកូនណាគឺគេហៅមួយទៀតគេហៅថាមើលប្រព័ន្ធក្រូម៉ូសូមកូនអញ្ចឹងនៅពេលដែលយើងមើលប្រព័ន្ធក្រូម៉ូសូកូនហ្នឹងគឺគេអាចរួមបញ្ចូលទាំងការមើលអំពីIQ គាត់ EQ គាត់ហើយតាំងពីថាកូនហ្នឹងអាចមានជំងឺអីផ្សេងកកំណើតអីផ្សេងដែលជាជំងឺបែបអាក្រក់ហ្នឹងក៏អាចមើលឃើញដែរអញ្ចឹងពួកគាត់ពីរនាក់នេះគឺជាកូនដែលធ្វើជោគជ័យហើយធ្វើលើកទី1គឺជោគជ័យហ្មងធ្វើនៅប្រទេសម៉ាឡេហើយខ្ញុំចំណាយទឹកលុយប្រហែលខ្ទង់ 4000 កូនហ្នឹងអញ្ចឹងនៅពេល4000ហ្នឹងពេលដែលខ្ញុំដាក់ចូលស្រាក់ចិត្តខ្ញុំចង់ដាក់2ភ្លោះក៏បានខ្ញុំចង់ដាក់1ក៏បានហើយកូនចុងក្រោយនេះខ្ញុំធ្វើ IVF ដែរកូនចុងក្រោយនេះគឺខ្ញុំចង់បានគាត់ជាកូនស្រីអញ្ចឹងកូនស្រីរបស់ខ្ញុំរាល់ថ្ងៃហ្នឹងរួមទាំងកូនប្រុស2ហ្នឹងតាក់ទងនឹងជំងឺអត់មានហើយមកទៀតបើសិនជាភាពវៃឆ្លាតវិញសម្រាប់ខ្ញុំខ្លួនឯងខ្ញុំគិតថាកូនគាត់អាចរៀនសូត្រគាត់អាចចាប់បានល្អហើយមួយទៀតដែលខ្ញុំងាយស្រួលចិញ្ចឹមគាត់កូនខ្ញុំរៀងងាយស្រួលចិញ្ចឹមខ្ញុំមិនដឹងថាមកពី IVF ឬក៏ថាមកពីគេហៅថាបន្តពូជរបស់យើងផងអញ្ចឹងណាកូនគឺខ្ញុំអត់សូវពិបាកឲ្យគាត់រឿងញ៉ាំរឿងនៅជំងឺអត់សូវមានបញ្ហាច្រើនទេអញ្ចឹងបើសិនជាបងសួរខ្ញុំរឿង IVF ហ្នឹងតើបែបណាសម្រាប់ខ្ញុំហ្មងបើសិនជាបងមានលទ្ធភាពខ្ញុំគិតថាបងអាចបកកំណត់កូនតាមលក្ខណៈ IVF ទៅគឺល្អជាងអញ្ចឹងហើយមួយទៀតការបកកំណត់ហ្នឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពអត់សម្រាប់ខ្ញុំគឺអត់មានអីទាំងអស់គ្រាន់តែយើងពិបាកមួយឯងគឺយើងត្រូវចាក់ថ្នាំនៅលើក្បាលពោះយើងរយៈពេល 4-10 ថ្ងៃបន្ទាប់ពីយើងចាក់រយៈពេល 4-10 ថ្ងៃហើយបន្ទាប់ពីហ្នឹងមកគឺផ្សេងហ្នឹងគឺឆ្លងតាមប្រព័ន្ធមន្ទីរពេទ្យគាត់ធ្វើយើងទាំងអស់អញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍ IVF ហ្នឹងបងអាចពិចារណាមើលបានហើយមួយទៀតខ្ញុំចង់និយាយចុងក្រោយហ្នឹងគឺកូនដែលយើងមានផែនការយកមានថាយើងមុនពេលយកកូនយើងសម្រេចចិត្តយកកូននៅពេលណាយើងមានផែនការស្រួលបួលល្អជាជាងកូនដែលចាប់កំណើតដោយភាពចៃដន្យអញ្ចឹងធ្វើឲ្យពួកយើងទាំងអស់គ្នាទាំងប្តីទាំងប្រពន្ធទាំងគ្រួសារទាំងមូលហ្នឹងយើងអាចមានលទ្ធភាពទទួលគេហៅថាទទួលយកពួកគាត់ហ្នឹងនៅក្នុងកលៈទេសៈមួយដែលគ្រួសារយើងមានជីវភាពសមរម្យហើយយើងត្រៀមខ្លួនទាំងពេលវេលាទាំងអីហ្នឹងគឺអាចជួយសម្រួលបានច្រើនខ្លាំងមែនតើចានឹងសម្រាប់បទពិសោធន៍ខ្ញុំសម្រាប់កូនទាំងអស់គឺ IVF ទាំងអស់រាល់ថ្ងៃ3អញ្ចឹងកូននៅសល់ឥឡូវហ្នឹងនៅសល់4ទៀត IVF បើខ្ញុំចង់សម្រេចចិត្តថាពណ៌ពោះបន្តក៏ខ្ញុំអាចពណ៌ពោះបានទៀតតែបើសិនជាអត់ទេក៏យើងបោះចោលត្រឹមប៉ុណ្្នឹងទៅអញ្ចឹងវាចប់ case ត្រឹមប៉ុណ្្នឹងអញ្ចឹងចាអរគុណច្រើន